បាទសូមគោរពនៅជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះម្ដាយខ្ញុំនាំយកនៅអត្ថបទដែលតកតងទៅនឹងប្រវត្តិនៃបទចម្រៀងមួយបទចាស់ជួនពុកម៉ែបងប្អូនជាចំណេះដឹងទូទៅមកដឹងទាំងអស់គ្នាថាតើអ្នកចម្រៀងរូបណាដែលច្រៀងមុនគេនៅបទចម្រៀងដ៏សែនកំសត់នៃបទនេះដែលជារឿងពិតរបស់កវីរៀមច្បងយើងบอกเมื่อวิ่งต้อมโดยบ้องน้องสัญญาโตเพียงตรงสังพอกมีเป็นน้ำมาเมียนนายยับเรียมไม่ពុកម៉ែបងប្អូនទាំងអស់គ្នាបើយោងតាមការបង្ហោះរបស់លោកសេងតារាបានឲ្យដឹងតាក់ទងទៅនឹងប្រវត្តិនៃបទចម្រៀងដ៏សែនកំសត់នេះគឺបន្តអំពីរឿងរ៉ាវនៅព្រៃឯងនិងស្នេហាបណ្ដាគ្នារាប់មិនអស់បន្តបន្ទាប់នៅអំឡុងពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1960លោកពៅស៊ីផូដែលបងប្អូនបានស្គាល់ច្បាស់ថាគឺជាកវីរៀមច្បងបានសាងស្នេហ៍ជាមួយនារីម្នាក់ដែលមានឈ្មោះថាអារិនជាក្រមុំកំព្រាក្រីក្រមួយរូបនៅស្ទឹងមានជ័យជាក្រុងភ្នំពេញចំពោះស្នេហារបស់លោកនិងអ្នកនាងអារិនក្រោយមកពួកគេបានផ្ដល់កំណត់ឲ្យកូនប្រុសម្នាក់ដែលមានឈ្មោះថាពៅផូដាដាបន្ទាប់ពីមានកូនប្រុសនេះលោកពៅស៊ីផូក៏ហាក់រសាយចិត្តអំពីនាងមិនសូវមកណែបណិតដូចមុនដោយលោកបានបង្កើតស្នេហាជាមួយនារីម្នាក់ទៀតដែលមានឈ្មោះថាច័ន្ទធូមកពីខេត្តកំពង់ចាមដូចរូបលោកដែរពេលស្នេហាប្រែប្រួលលែងផ្អែមល្ហែមធ្វើឲ្យនាងអារិននៅគេងហូរទឹកភ្នែករាល់ថ្ងៃយូរម្ដងទើបឃើញលោកទៅអើតម្ដងដោយនាំយកអង្ករត្រីសាច់មកផ្គត់ផ្គង់នាងគួរបញ្ជាក់ថាជំនាន់នោះលោកពៅស៊ីផូក្រៅអំពីការងារជាអ្នកនិពន្ធបទចម្រៀងដ៏ល្បីល្បាញលោកក៏ជានាយប៉ុស្តិ៍ប៉ូលីសដែលមានបនស័ក្តិធំម្នាក់ផងដែរទើបលោកមានរបបអង្គរដែលរដ្ឋបើកប្រចាំខែហើយលោកតែងតែយកអង្គរនោះទៅផ្គត់ផ្គង់នាងអារិនមិនដាច់នោះឡើយដោយស្នេហាប្រែជាល្វីងជូរអស់រសជាតិពិបាកចិត្តយ៉ាងខ្លាំងព្រោះលោកពៅស៊ីផូមកអើតម្ដងក៏បាត់1ខែ2ខែឬយូរជាងនេះក៏មានថ្ងៃមួយដោយទ្រាំទៅនឹងការរងចាំលែងបាននាងអារិនក៏បានដឹកដៃកូនធ្វើដំណើរទៅរកប្តីដល់ផ្ទះនៅឯម្ដុំបឹងកេងកងតែម្ដងទោះបីជាដឹងថាម្ដាយរបស់លោកពៅស៊ីផូមិនព្រមទទួលស្គាល់ក៏ដោយពេលនោះគ្រាន់តែឃើញនាងដឹកដៃកូនមកដល់មាត់ទ្វារភ្លាមលោកពៅស៊ីផូដែលទើបតែត្រឡប់មកពីធ្វើការក៏ប្រញាប់រលាស់ខ្លួនឡើងលើផ្ទះបាត់ឈឹងរីឯម្ដាយរបស់លោកពៅស៊ីផូក៏មិនរវីរវល់នឹងនាងដែរគប់ជួនអីនៅថ្ងៃដែលនាងអារិនទៅនោះនាងច័ន្ទធូភរិយាក្រោយរបស់លោកក៏នៅផ្ទះដែរលុះឃើញកាយវិការប្តីនិងឃើញនាងអារិនដឹកដៃកូនមកដល់ផ្ទះដូច្នេះនាងច័ន្ទធូក៏យល់ភ្លាមព្រោះនាងដឹងថាប្តីមានស្រីច្រើនណាស់ហើយនេះប្រកាសជាប្រពន្ធម្នាក់ទៀតជាក់ជាមិនខាននាងអារិនបើទោះបីដឹងថានាងច័ន្ទធូជាភរិយាក្រោយរបស់ប្តីក៏ដោយក៏មិនហ៊ានតវ៉ាដែរព្រោះនាងដឹងថានាងជាកូនអ្នកក្រីក្រគ្មានវាសនាឯណាបានរស់ក្បែរប្តីជាអ្នកធំល្បីឈ្មោះនិងមានទ្រព្យសម្បត្តិខ្ពង់ខ្ពស់នោះដែរម្លេះសំពេលនេះគេមិនព្រមទទួលស្គាល់ទៀតកុំថាតែម្ដាយក្មេករួមថែមទាំងប្តីទៀតដូច្នេះហើយវាកាន់តែធ្វើឲ្យនាងអស់សង្ឃឹមទៅទៀតគឺឆ្ងាយបីដូចជាព្រះសូរិយានិងព្រះធរណីដោយឃើញប្តីឡើងទៅលើផ្ទះបាត់មិនចង់ជួបមុខអស់សង្ឃឹមមែនទែនពេលដើរទៅដល់ទៅក្នុងផ្ទះនាងក៏បត់ជើងសំពះនាងច័ន្ទធូហើយយំសស្រាក់សូមអង្វរឲ្យនាងច័ន្ទធូជួយនិយាយជាមួយប្តីឲ្យចុះមកជួបនាងបន្តិចពីព្រោះកូននិងនាងនឹកប្តីខ្លាំងណាស់ខានឃើញទៅរកនាងយូរហើយនាងច័ន្ទធូដឹងចិត្តស្រីដូចគ្នាក៏មានសេចក្តីអាណិតផងដែរម្យ៉ាងដឹងថាខ្លួនជាប្រពន្ធក្រោយនាងអារិនផងក៏អាណិតហើយក៏ពោលទៅកាន់នាងអារិនថាកុំបត់ជើងសំពះខ្ញុំអីឡើងមកអង្គុយលើសាឡុងមកលុះនាងអារិនសម្រួលអរិយាបថស្រួលហើយនាងច័ន្ទធូក៏សួរអំពីបំណងនិងទំនាក់ទំនងរបស់នាងនិងប្តីរបស់នាងអារិនក៏ពោលទាំងទឹកភ្នែកប្រាប់តាមដំណើរនិងប្រាប់ពីបំណងនាងថានាងមកនេះគឺសូមឲ្យតែប្តីទៅជួបនាងដើម្បីមើលកូន
នឹងបានទទួលភាពកក់ក្ដៅក្រោមដើមទ្រូងរបស់ប្តីជាចុងក្រោយដោយដែលប្តីស្រឡាញ់និងថ្នាក់ថ្នមនាងគ្រាដំបូងតែប៉ុណ្ណោះនោះទេពេលស្ដាប់ឮហើយនាងចន្ទោក៏សន្យាថានឹងជួយនិយាយឲ្យប្តីទៅជួបលុះពេលដែលនាងអារិនទៅវិញបាត់នាងក៏និយាយពន្យល់អង្វរប្តីតាមបណ្ដាំរបស់នាងអារិនពេលនោះលោកពើស៊ីផូក៏ព្រមទៅជួបនាងអារិនលើកចុងក្រោយគឺនៅពាក់កណ្ដាលអាត្រៀតហើយក៏ចាប់ពីពេលនោះមកឈប់ទៅជួបរហូតធ្វើឲ្យនាងអារិនបានត្រឹមតែទន្ទឹងរង់ចាំអស់សង្ឃឹមនាងខំចាំមើលផ្លូវប្តីស្អែកហើយស្អែកទៀតស្អែកបន្តបន្ទាប់រាប់ខែក៏នៅមិនឃើញដោយអស់សង្ឃឹមថាបានជួបប្តីទៅពេលនោះនាងក៏សរសេរទំនុកច្រៀងមួយបទស្អែក1000ដងនេះយកមកវិទ្យុជាតិហើយប្រគល់ឲ្យលោកសុម៉ាត់ទុកជូនលោកពើស៊ីផូពេលបានទំនុកបទនោះមកលោកសុម៉ាត់ក៏បានយកទៅជូនលោកពើស៊ីផូហើយពួកលោកក៏រួមគ្នានិពន្ធបទភ្លេងរួចប្រគល់ជូនអ្នកស្រីខៀមសៅភ័ណ្ឌដែលជាបេក្ខនារីទៅប្រឡងជាប់លេខ1នៅឆ្នាំ1967នោះច្រៀងផ្សាយតាមវិទ្យុជាតិតែម្ដងដោយមានលោកហេងហូវែងជាអ្នកសម្រួលតន្ត្រីតែនៅពេលនោះគ្រាន់តែថតដាក់នៅក្នុងរ៉ូឡូវិទ្យុជាតិពុំទាន់បានថតដាក់ថាសលក់នោះទេគឺតាមរយៈបទនេះហើយដែលញ៉ាំងឲ្យគេឈ្មោះរបស់អ្នកស្រីខៀមសៅភ័ណ្ឌល្បីល្បាញមួយរំពេចប៉ុន្តែនាងច្រៀងបានតែមួយរយៈពេលខ្លីមិនដល់1ឆ្នាំផងក៏មានស្វាមីហើយក៏វិលទៅបាត់ដំបងឈប់ច្រៀងរហូតមកតែម្ដងរហូតដល់ឆ្នាំ1972ដោយនឹកស្ដាយបទចម្រៀងនេះមិនទាន់បានថតដាក់ថាសលក់លោកពើស៊ីផូក៏បានយកបទនេះឲ្យអ្នកស្រីរស់ស្រីសធាច្រៀងឡើងវិញដើម្បីលក់ឲ្យហាងថាសពេលនោះលោកពើស៊ីផូលក់ឲ្យហាងថាសដែលមានឈ្មោះថាឡាក់សៀសញ្ញាអប្សរាពេលច្រៀងឡើងវិញនោះមានលោកហាសឡនជាអ្នកសម្រួលតន្ត្រីនិងកូនវិជូឡុងរីឯលោកយិននីកានជាអ្នកផ្លុំខ្លុយដៃកាលនោះបទនេះថតថ្ងៃតែមួយនិងថតដាក់ថាសតែមួយជាមួយនឹងបទព្រត់ទាំងស្រឡាញ់ដែលច្រៀងដោយលោកស៊ិនស៊ីសមុទ្រហើយក៏ជាស្នាដៃនិពន្ធរបស់លោកពើស៊ីផូផងដែរបញ្ជាក់មកវិញបទនេះអ្នកស្រីខៀមសៅភ័ណ្ឌច្រៀងដំបូងនៅឆ្នាំ1976ចំណែកអ្នកស្រីរស់សេរីសធាច្រៀងឡើងវិញនៅឆ្នាំ1972បាទជំរាបដែរពុកម៉ែបងប្អូនទាំងគ្នាបន្តបានស្ដាប់នៅប្រវត្តិបទចម្រៀងដ៏សែនកំសត់របស់នេះសូមបងប្អូនជួយ Subscribe ចំពោះបងប្អូនដែលមិនទាន់បាន Subscribe បាទសូមអរគុណនិងសូមគោរពលាដើមស្រូវក្នុងស្រែប្រែរូបទេសំបន់ប្រងស្នាញប្រែផ្លាំងរឿងថ្មីប្រពន្ធធ្លាប់ស្មងក៏អង្គមានន័យ